ខ្ញុំយកថាវាស័ក្តិសមជាមួយនឹងបងស្រីណាស្រីដែលមានសហរខ្ញុំយកថាគួរឲ្យចម្លែកណាខ្ញុំមិននឹកស្មានថានាងអាចធ្វើធម្មតាដូចជាគ្មានរឿងចឹងសោះនាងមានរឿងល្អអីមែនទេតើតែមានរឿងល្អទើបអាចយកចិត្តទុកដាក់ចំពោះអ្នកដទៃបានរឿងល្អមែនទេខ្ញុំចង់ស្លាប់ហេតុអីនិយាយពាក្យនេះប្រាប់ខ្ញុំអញ្ចឹងមិនមែនដោយសារបងទេដោយសារមានបងដែលអង្គុយនៅចំពោះមុខខ្ញុំបងថាខ្ញុំមានរឿងល្អតែផ្ទុយស្រឡះពីគ្នាពេលបែរនេះខ្ញុំបាត់ជាច្បងណាប៉ុន្តែត្រូវរស់បន្តទៀតជួបអ្នកផ្សេងនិយាយលេងសើចសម្បកក្រោយខ្ញុំគឺបែបនេះហើយខ្ញុំក៏មិនដឹងដែរថាហេតុអីក៏និយាយរឿងនេះជាមួយបងស្រីនៅជាមួយបងដូចជាយល់ថាធូរស្រាលណាស់តែខ្ញុំមិនចូលចិត្តឯងទេហេតុនេះតែខ្ញុំចូលចិត្តបងស្រីអាចនិយាយពាក្យថាមិនចូលចិត្តអ្នកបញ្ជាក់ថាបងក្លាហានបងមិនខ្វល់អ្នកផ្សេងមើលមកបងយ៉ាងម៉េចទោះជាខ្ញុំស្លាប់ក៏ខ្ញុំធ្វើមិនបានដែរដោយសារនាងទើបខ្ញុំធ្វើបែបនេះបងចង់និយាយរឿងអីខ្ញុំភ័យណាស់គ្មានអីទេថ្ងៃនោះនាងស្រាប់តែរត់ទៅខ្ញុំគ្រាន់តែចង់សួរប៉ុណ្ណោះមាត់ថាស្អប់ខ្ញុំតែចិត្តយកចិត្តទុកដាក់នឹងខ្ញុំណាបងគ្រាន់តែចង់លេងសើចនឹងខ្ញុំមែនទេខ្ញុំត្រូវទៅផ្ទះហើយកូនស្រីខ្ញុំនៅផ្ទះម្នាក់ឯងផងក្នុងអាទិត្យនេះខ្ញុំត្រូវតែប្រកល់អត្ថបទឲ្យគេទៀតហេតុនេះរវល់ណាស់អូខ្សែដៃនេះគឺប្តីខ្ញុំទិញឲ្យក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍គាត់ពិតជាស្រឡាញ់បងណាគាត់ជាប្តីគំរូម្នាក់ភាពគំរូរបស់គាត់ធ្វើឲ្យខ្ញុំត្រឡប់នេះជាមួយបរិបទបែបនេះមានសុភមង្គលណាស់គាត់មិនត្រឹមតែប្តីល្អទេការស្រឡាញ់គ្នាក៏ជាមិត្តល្អដែរមកទៅបងស្រីមានសុភមង្គលណាស់ខ្ញុំយល់ថាបងស្រីជាមនុស្សគួរឲ្យស្រឡាញ់ខ្ញុំក៏ធ្លាប់បានខ្សែដៃដូចនេះបេះបិទដែរតែខ្ញុំសងគេវិញហើយលាឲ្យបងស្រីខ្ញុំគិតថាសាក់ជាស្រីឯនេះដែរតែនាងជាស្រីគួរឲ្យស្អប់ណាស់ឡើងមកក៏ហើយនោះពួកខ្ញុំបានសើមទេហើយតែសុំទោសផងឯកសារក្នុងឡាននោះមកត្រូវគ្នាទេបានន័យថាជាឡើងតែគេលក់កាលពីប្រហែលឆ្នាំមុនហើយអ្នកលក់ឡាននោះក៏ត្រូវបិទទ្វារយូរហើយដែរហើយនេះហើយពិបាកតាមដានបន្តិចហើយពិតជាចាប់មែនពួកយើងនឹងព្យាយាមស៊ើបអង្កេតសុំលោកអត់ធ្មត់រងលោកត្រូវតែចាំអាចចង្អៃនោះដាក់គាត់បានរំខានពួកលោកហើយមានពេលទៅផឹកកាហ្វេទៅខ្ញុំអញ្ជើញចាល្អណាស់សូមអរគុណច្រើនតាមមកនៅខាងទៀតមែនទេមែនហើយខ្ញុំទៅជួបបងស្រីល្អទេមិនបាច់ទេនាងបែរជាមិនពេញចិត្តពីយើងខ្វល់ពីនាងពិតជាគួរឲ្យខឹងខ្លាំងណាស់រវាងឪពុកម្ដាយនិងកូនដូចចាំក្នុងរាវអញ្ចឹងក្នុងលោកនេះគ្មានកូនម្នាក់ណាដែលពេញចិត្តឪពុកម្ដាយខ្លួនឯងទាំងស្រុងទេឯងក៏អញ្ចឹងដែរខ្ញុំនិងម៉ាក់ខ្ញុំជាឧទាហរណ៍ស្រាប់ពួកខ្ញុំមិនសូវត្រូវគ្នាហេតុនេះទើបមិនសូវជួបមុខគ្នាអ្វីក៏ដោយតើតែយល់សទៅវិញទៅមកទើបគ្មានបញ្ហាកើតឡើងពិតមែនហើយការពិតទៅមនុស្សដែលមិនដែលស្គាល់គ្នាខ្លាចជាគ្រួសារតែមួយប្រសើរជាងខំពោះបង្កើតយ៉ាងពិបាកត្រូវចិញ្ចឹមកើបអាចកើបនំទំនំដល់ធំប៉ុណ្ណេះវេទនាអស់ជាង20ឆ្នាំត្រូវបម្រើរៀងដូចជាទេសកលអញ្ចឹងឥឡូវបែរជាត្រូវនាងថាឲ្យអូបងថ្លៃទេម៉ាក់ក្មេងដែរទេណែម៉ាក់ក្មេងកុំសាធំមកហើយឯងមកធ្វើអីខ្ញុំយករបស់ដែលម៉ាក់ចូលចិត្តមកជូន